5 ប្រយោគដែលយើងមិនគួរនិយាយមួយក្មេងហើយនិង5 ប្រយោគទៀតដែលយើងគួរនិយាយជំនួសអញ្ចឹងប្រយោគទី1គួរនិយាយជាមួយក្មេងគឺថាបើខ្លួនឯងធ្វើអញ្ចឹងប៉ាឬក៏ម៉ាឈប់ស្រឡាញ់ខ្លួនឯងអូអានឹងគ្រោះថ្នាក់មែនទែនស្អីយើងយកអារឿងសំខាន់មែនទែនហ្នឹងទៅគម្រាមកំហែងកូនក្មេងហើយវាមិនពិតផងអញ្ចឹងធ្វើឲ្យយើងថាគេខ្លាចខ្លាំងហើយថ្ងៃក្រោយគេលែងជឿយើងអញ្ចឹងបើយើងនិយាយអាហ្នឹងចឹងអ្វីដែលយើងនិយាយជំនួសគឺជាសាមញ្ញតែ very powerful មានថាប៉ុណ្ណឹងប៉ាម៉ាក់ស្រឡាញ់កូនសូម្បីតែកូនធ្វើអីក៏ដោយក៏ប៉ាម៉ាក់ស្រឡាញ់ដែរហើយស្រឡាញ់អត់មានលក្ខខណ្ឌទេព្រោះវាពិតសូម្បីតែកូនយើងជាប់គុកក៏យើងទៅមើលគាត់ដែរមិនមានន័យយើងគ្រប់គ្រងគាត់ធ្វើខុសច្បាប់ទេណាប៉ុន្តែសេចក្តីស្រឡាញ់ហ្នឹងអត់មានលក្ខខណ្ឌទេពីពុកម្ដាយពាក្យមួយទៀតគឺតែអ្នកនរគ្នាប្រហែលលាប់លឺហើយមើលកូនគេគាត់លើពាក្យនៅភ្លាមយើងចង់ធ្លាក់ទឹកចិត្តហ្មងហើយលឺញឹកទៀតហើយមើលកូនគេចឹងមានន័យគាត់ប្រៀបធៀបយើងប្រៀបធៀបកុមារទៅនឹងកុមារម្ដងទៅទៀតចឹងបើយើងអាចធ្វើបានយើងអាចនិយាយថាអរគុណកូនដែលបានព្យាយាមឬក៏ប៉ាម៉ាក់មានមោទនភាពមែនទែនដែលកូនបានព្យាយាមសូម្បីតែលទ្ធផលវាទៅយ៉ាងម៉េចក៏ដោយចឹងអានឹងធ្វើឲ្យគេមានសេរីភាពក្នុងការគិតសេរីភាពក្នុងការធ្វើឲ្យគេសប្បាយចិត្តសូម្បីតែបរាជ័យក៏ដោយជោគជ័យក៏ដោយចំណុចទី3ដែលយើងអត់គួរនិយាយគឺជាអូយអាចថាចឹងគេសើចងល់គឺថាខ្ញុំលឺអានឹងញឹកកាលខ្ញុំនៅក្មេងឥឡូវប្រហែលជាអត់សូវមានទេប៉ុន្តែនៅតែមានយ៉ាងឯងថាបើតែចឹងគេសើចងល់គឺធ្វើឲ្យកូនក្មេងហ្នឹងភ័យពេលធ្វើអីមួយខ្លាចគេសើចចឹងថាជំនួសខ្លួនឯងធ្វើអីក៏បានដែរឲ្យតែខ្លួនឯងសប្បាយចិត្តហើយអត់ខុសច្បាប់អត់ធ្វើដែលទៅជឿចាប់ចឹងទៅគេមានសេរីភាពក្នុងការគិតគេមានសេរីភាពក្នុងការធ្វើហើយគេអត់មានសម្ពាធទេសូម្បីគេធ្វើអីក៏បានដែរព្រោះអីការរៀនសូត្ររបស់កូនក្មេងគឺរៀនពីការលេងរៀនពីការធ្វើកំហុសហើយបើយើងឲ្យគេធ្វើកំហុសគ្នា stress ងល់ហើយអត់មានអីរីកចម្រើនទេអញ្ចឹងទី4ចំណុចទី4ដែលយើងអត់គួរនិយាយតែសូម្បីពេលខ្លះក៏ខ្ញុំភ្លេចដែរខ្ញុំនិយាយដែរណាកុំយំខ្លួនឯងអត់អីទេជប់យំភ្លាមអូអាហ្នឹងក៏គ្រោះថ្នាក់ដែរដូចថាគាត់កំពុងកាត់ទុកគាត់កំពុងតែឈឺចាប់គាត់កំពុងតែពិបាកចិត្តហើយគាត់ចង់បញ្ចេញហើយគាត់ក្មេងជួនកាលនិយាយអត់បានទេគេយំហើយដល់ពេលយើងកុំឲ្យគេយំមានន័យថាកុំឲ្យឈឺចិត្តកុំឲ្យបញ្ចេញអារម្មណ៍កុំឲ្យនិយាយអញ្ចឹងបើយើងធ្វើយ៉ាងនេះទៅគាត់ដូចជាអត់អាចបញ្ចេញអារម្មណ៍បានហើយតែបើអត់អាចបញ្ចេញអារម្មណ៍បានអានឹងធ្វើឲ្យមនុស្សពិបាកខ្លាំងណាស់ជាងថាអញ្ចឹងថាអូខ្លួនឯងមានអារម្មណ៍ឈឺចាប់ខ្លួនឯងអត់សុបាយចិត្តហើយនិយាយប្រាប់ប៉ាប្រាប់ម៉ាក់បានអញ្ចឹងបើយើងបរៀនគេតាំងពីក្មេងអញ្ចឹងពួកឯគេនឹងដូចថាមានសមត្ថភាពក្នុងការបញ្ចេញអារម្មណ៍ហើយថ្ងៃក្រោយទៅគេ healthy គេមានថាសុខភាពផ្លូវចិត្តហ្នឹងល្អជាងអ្នកដែលអត់បានបញ្ចេញអារម្មណ៍ដូចលោកអ្នកអាច relate បានអាចគិតបានថាបើយើងមានអារម្មណ៍ពិបាកអីមួយយើងអត់ចេញពិបាកខ្លាំងមែនទែនអញ្ចឹងបើយើងដឹងរឿងហ្នឹងយើងអាចដូចថារៀនកូនក្មេងតាំងពីក្មេងទៅបានអូខេទី5ចំណុចចុងក្រោយគឺជាក៏លោកអ្នកលឺញឹកដែរថាខ្លួនឯងឥឡូវខូចឬអូខ្លួនឯងឥឡូវដុសស្លាបហើយអូខ្លួនឯងឥឡូវជាស្ដាប់ឯងអាហ្នឹងបំបាំងឬក៏បិទកុំឲ្យគេសាក់អីថ្មីដែរប្រព័ន្ធក្មេងជាពិសេសក្មេងអាយុ13 14ឆ្នាំគេចង់សាក់អីដែលថ្មីហើយយើងថាគេខុសពីមុនយើងថាគេដូចយ៉ាប់ជាងមុនអញ្ចឹងទៅពួកគេនេះដូចមានភាពតានតឹងគេអត់ចង់ធ្វើអីថ្មីគេអត់អាចរៀនអីថ្មីបានជាងហ្នឹងយើងតែអូកូនធ្វើអានេះអត់មានសុវត្ថិភាពទេឬក៏ខ្លួនឯងគិតមើលធ្វើអីដែលមានសុវត្ថិភាពជាងហ្នឹងអីចឹងបើលោកអ្នកអាចធ្វើហ្នឹងបានវាមិនធម្មតាអត់ទប់កុំឲ្យគេអភិវឌ្ឍទេជួយឲ្យគេអភិវឌ្ឍបានទៀតនេះគឺជាប្រយោគ5យ៉ាងដែលលោកអ្នកអាចជៀសវាងបានល្អសម្រាប់ការអភិវឌ្ឍរបស់កូន5យ៉ាងទៀតដែលនិយាយជំនួសអា5ដែលអវិជ្ជមានហ្នឹងអរគុណ